ជំរាបសួរជំរាបសួរពុកម៉ែមីមីងបងប្អូននិងក្មួយៗទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីវិធីធ្វើម្ហូបស្ដីអំពីត្រកួនជូរដោយបងប្អូនក្មួយៗបានមើលវីដេអូខ្ញុំកាលពីម្សិលមិញខ្ញុំបានផុសពេលដែលខ្ញុំទៅកាច់ត្រកួនជូរនៅលើភ្នំចាហើយថ្ងៃនេះខ្ញុំមកបង្ហាញអំពីវិធីធ្វើងាយត្រកួនហ្នឹងយើងយកមកស្លមកជូរគ្រឿងក៏បានយកមកបុកដោយក្តឹបអំពិលក៏បានយកមកឆាក៏បានយកមកញោមក៏បានភ្លាក៏បានថ្ងៃនេះខ្ញុំយកមកឆាទុនឆ្ងាញ់ណាស់ជាពិសេសគឺម្ដាយក្មេកខ្ញុំដែលគាត់អាយុជិត90ឆ្នាំហ្នឹងក៏គាត់ពិសាបានដែរប្តីខ្ញុំគាត់ថាឆ្ងាញ់រសជាតិមួយយ៉ាងដែរចាថ្ងៃនេះខ្ញុំយកត្រកួនជូរនឹងមកដល់ផ្ទះរៀងសពូនបន្តិចហើយឥឡូវហ្នឹងខ្ញុំបកចាបងប្អូនអាយុមីឃើញខ្ញុំបកគេចង់បកដែរគេចូលមកចក្រានចាហើយខ្ញុំប្រាប់គេថាជួគាត់ឯងភ្លក់បន្តិចមើលគេចង់ភ្លក់បន្តិចអីបន្តិចចាហើយខ្ញុំបង្ហាញគេនេះបកចេះហ่าកូនណាហើយខ្ញុំកាត់ក្បែរនឹងដែរខ្ញុំចេះភ័យដែរអាយុមីចេះហ่าបងប្អូនអើយចេះសាពះទៀតជំរាបសួរយូមីគេមានចិត្តចង់ជម្រាបសួរតែម្ដងព្រោះគេថាយើងជាខ្មែរអញ្ចឹងគួរតែនិយាយជម្រាបសួរមុនធ្វើអីមួយទៅដោយសារគាត់ឃើញខ្ញុំថតវីដេអូភាគច្រើនខ្ញុំលើកដៃសាពះហើយជម្រាបសួរតើអញ្ចឹងទៅគាត់រៀនធ្វើតាមយើងគាត់ត្រាប់ណាចាសូមទោសបងប្អូនក្មួយៗទាំងអស់គ្នាវីដេអូនេះវារៀងវែងបន្តិចដែរខ្ញុំចង់បញ្ជាក់ថាត្រកួនជូរហ្នឹងណាយើងយកមកដល់ផ្ទះហ្នឹងគឺយើងបកវាហើយវាមានជាតិជូរហើយនឹងមានក្លិនរបស់វាចាជាប់ដៃយើងតែម្ដងហើយបដាយើងមានជាប់ជាតិជូរហ្នឹងច្រឡំយកទៅញីភ្នែកអីវាអាចកាហាយភ្នែកដែរបងប្អូនចាចំពោះត្រកួនជូរហ្នឹងគឺយើងកុំញ៉ាំញឹកញាប់ពេកវាធ្វើឲ្យគ្រោះក្នុងតម្រងនោមក្តិនហយចេះហ่ะដំបងយកដៃញីភ្នែកដល់ពេលម៉ាក់ប្រាប់ថាប្រយ័ត្នកាហាយភ្នែកគេយកដៃអាវហ្នឹងមកជូតភ្នែកអូយមាញឹកណាស់លោកអើយឃើញម៉ាក់ធ្វើនឹងចង់ធ្វើដែរក្រៅពីទៅរៀននៅសាលាមត្តេយ្យថ្ងៃហ្នឹងអាទិត្យអញ្ចឹងគេឈប់សម្រាកអញ្ចឹងគេបានមកជួយធ្វើម្ហូបម៉ាក់គេជួយចិត្តគូគំនូចាហើយគេជួយចិត្តច្រៀងជួយចិត្តមើលតុក្កតាហើយគេជួយចិត្តជួយម៉ាក់ធ្វើម្ហូបថែមទៀតផងសង្ស័យតាអនាគតទៅចូលចិត្តធ្វើម្ហូបដូចម៉ាក់ក៏ថាបានឥឡូវហ្នឹងគេថាម៉ាក់ខ្ញុំធ្វើតែប៉ុណ្្នឹងឯណាថាអញ្ចឹងទៅកូនអញ្ចឹងហើយកុំភ្លេចលាងដៃផងណាគេរត់ទៅបន្ទប់ទឹកលាងដៃបាត់ឥឡូវខ្ញុំយកអាត្រកួនជូរដែលខ្ញុំបកហើយហ្នឹងមកលាងទឹកហើយអាណាដែលមើលទៅដូចវានៅជាប់សបកច្រើនខ្ញុំក្តិចបន្ថែមទៀតអញ្ចឹងណាបកបន្ថែមទៀតអញ្ចឹងតាមពិតត្រកួនជូរហ្នឹងបើយើងចង់ញ៉ាំទាំងសបកក៏វាមិនបញ្ហាដែរគ្រាន់តែថាសបកវាពេលដែលយើងញ៉ាំទាំងសបកវារៀងស្វិតអញ្ចឹងបងប្អូនចាហើយខ្ញុំកាត់វាខ្លីៗបន្តិចចាកុំឲ្យវាវែងចងេងចងាងពេកចាសក់វាដូចតងលពៅអញ្ចឹងបងប្អូនហើយចំពោះត្រកួនជូរហ្នឹងបើអ្នកចូលចិត្តហូបស្រួយកុំយកស្លយកអីបងប្អូនយកទៅបុកដោយក្តឹបអំពិលក៏បានដែរចាឬក៏ញ៉ាំមួយនឹងអំបិលម្ទេសក្លុកក៏បានដែរចាញ៉ាំឆៅជាលក់ក៏បានដែរគ្រាន់តែថាយើងញ៉ាំឆៅកុំញ៉ាំញឹកញាប់ពេកព្រោះនៅក្នុងត្រកួនជូរវាមានសារធាតុមួយយ៉ាងធ្វើឲ្យប្រព័ន្ធរាងកាយយើងនឹងចុះខ្សោយជាពិសេសគឺតម្រងនោមអ្នកដែលមានជំងឺខ្សោយតម្រងនោមឬមានជំងឺតាក់ទងតម្រងនោមកលៀនអីហ្នឹងគឺកុំញ៉ាំអីសោះចាវាធ្វើទុកចាដើម្បីដកជាតិនឹងចេញយើងត្រូវស្រុះវាដាំទឹកដាក់អំបិលពុះយើងស្រុះវាបន្តិចទៅហើយលាងវាឲ្យស្អាតហើយត្រាំទឹកកកណាខ្ញុំក៏ដៅឲ្យឆេវហ្មងណាទៅបើកទូទឹកកកវាអត់មានទឹកកកសល់ឯបន្តិចសោះចាប្តីខ្ញុំក៏ថាចេះក៏លាងសម្អាតឲ្យកន្លែងទូប្រឡែងផលិតទឹកកកតែអញ្ចឹងតទឹកកកចាក់ក៏ចាក់ចោលអស់លីងអាហ្នឹងត្រូវត្រាំទឹកកកបងប្អូនតាមពិតទៅហើយវិធីឆាក៏យើងឆាដោយបន្លែដតៃទៀតដែរយើងដាក់ប្រេងឆាទៅដាក់ខ្ទឹមសច្រាំបំពងតិចទៅដាក់សាច់ចូលទៅដាក់
ស្ករសបន្តិចម្សៅស៊ុបទឹកស៊ីអ៊ីវបន្តិចទៅយើងឆាវាឲ្យវារៀងចូលជាតិបន្តិចទៅយើងដាក់ទឹកប្រេងខ្យងមកបន្តិចកុំដាក់ច្រើនពេកខ្លាចវាប្រៃអញ្ចឹងណាបងប្អូនហើយដាក់ទឹកកួនជូរដែលយើងស្រុះហើយយើងលាងទឹកស្អាតហើយសម្រស់ទឹកចាយើងត្រាំទឹកឲ្យវាត្រជាក់ហើយយើងយកមកឆាចាចំពោះទឹកកួនជូរដែលខ្ញុំយកមកឆានេះវារៀងខ្ចីតែខ្ចីនៅពេលដែលយើងស្រុះទៅវារៀងទន់ហ្នឹងសម្រាប់ក្មេងៗដូចយើងដែលចូលចិត្តហូបស្រួយហ្នឹងអត់សូវត្រូវទេតែបើដូចម្ដាយក្មេកខ្ញុំប្តីខ្ញុំដែលគាត់ចាស់ហូបទៅត្រូវហើយចាជនជាតិជប៉ុនក៏អត់ចូលចិត្តហូបអីរបៀបថាស្រួយក៏ថារឹងចាអាស្រួយហ្នឹងទៅនិយាយថារឹងវិញចាអាតុនចេះគឺត្រូវហើយត្រូវហ្មងគាត់ចូលចិត្តហើយបងប្អូនឃើញទេឆាតែមួយចានហ្នឹងបានហើយនេះប្តីហើយនឹងម៉ាក់ក្មេកហើយនឹងអាយូមីខ្ញុំតិចទៀតចូលហូបដែរឥឡូវហើយប៉ុន្តែខ្ញុំថតវីដេអូអញ្ចឹងខ្ញុំថតសិនអញ្ចឹងហ៎បងប្អូនណាមានអីប្តីក៏ហូបបានខ្ញុំសួរគាត់ថាមានក្លិនអីអត់គាត់ថាអត់អីទេអាចហូបបានអត់មានក្លិនអីផងឆាទៅឈ្ងុយអរគុណបងប្អូនច្រើនដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បើបងប្អូនមានសំណួរអីអាចសួរបានណាអរគុណច្រើនចាំជួបគ្នានៅវីដេអូក្រោយៗទៀតសូមជម្រាបលាបាយ